បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនាំគ្នាទៅមើលទំនៀមទម្លាប់របស់ឥណ្ឌាម្ដងមើលតើការទទួលទានផ្ទាល់លើការអធិការបែបណាហើយវាពាក់ព័ន្ធនឹងជំនឿសាសនាប្រពៃណីយ៉ាងម៉េចដែរបាទសូមបងប្អូនចូលរួមតាមដានទាំងអស់គ្នាការទទួលទានអាហារនៅលើឥដ្ឋអង្គុយបាត់ជើងឬខាត់ណាគឺជាទំនៀមទម្លាប់ដ៏ចំណាស់និងមានតម្លៃជ្រាលជ្រៅនៅក្នុងវប្បធម៌ឥណ្ឌាវាមិនមែនគ្រាន់តែជាការសន្សំសំចៃទៅអីវ៉ាន់នោះទេប៉ុន្តែវាផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសុខភាពអាយុរ៉េដនិងជំនឿសាសនាខាងក្រោមនេះគឺជាមូលហេតុសំខាន់1អត្ថប្រយោជន៍ចំពោះសុខភាពតាមក្បួនអាយុរ៉េដយោងតាមក្បួនវេជ្ជសាស្ត្របុរាណឥណ្ឌាការអង្គុយនៅលើឥដ្ឋមានផលល្អដូចជាជួយដល់ប្រព័ន្ធរំលាយអាហារការអង្គុយខាត់ណាសុខេសនាតម្រូវឲ្យយើងអោនខ្លួនទៅមុខដើម្បីយកអាហារនិងត្រឡប់មកត្រង់វិញចលនានេះជួយឲ្យសាច់ដុំពោះដំណើរការនិងជំរុញការបញ្ចេញទឹកអាស៊ីតរំលាយអាហារបានល្អគ្រប់គ្រងទម្ងន់នៅពេលអង្គុយលើឥដ្ឋខួរក្បាលរបស់យើងនឹងទទួលបានសញ្ញាកឆ្អែតគឺលឿនជាងការអង្គុយលើកៅអីដែលជួយការពារការញ៉ាំច្រើនហួសកម្រិតបង្កើនភាពបត់បែនវាជួយពង្រឹងសន្លាក់ឆ្អឹងត្រគាកជង្គង់និងឆ្អឹងកងខ្នងឲ្យមានសុខភាពល្អ2ជំនឿសាសនានិងផ្លូវចិត្តក្នុងវប្បធម៌ហិណ្ឌូអាហារត្រូវបានគេចាត់ទុកថាជាព្រះអេណាំប្រាម៉ាការគោរពដល់អាហារការអង្គុយនៅលើដីបង្ហាញពីការបន្ទាបខ្លួននិងការដឹងគុណចំពោះធម្មជាតិដែលផ្ដល់អាហារឲ្យយើងរស់រានមានជីវិតអរិយាបថយូហ្គាការអង្គុយក្នុងទម្រង់សុខេសនាជួយឲ្យចិត្តស្ងប់បង្កើតសមាធិក្នុងពេលញ៉ាំដែលធ្វើឲ្យយើងទទួលបានថាមពលវិជ្ជមានពីអាហារបានពេញលេញ3សមភាពសង្គមនិងសាមគ្គីភាពស្មើគ្នានៅពេលមនុស្សគ្រប់គ្នាអង្គុយលើឥដ្ឋជាមួយគ្នាវាមិនមានការបែងចែកវណ្ណៈឬឋានៈអ្នកមានអ្នកក្រឡើយគ្រប់គ្នាមានកម្ពស់ស្មើគ្នានិងទទួលទានអាហារដូចគ្នាចំណងមិត្តភាពក្នុងគ្រួសារវាបង្កើតបរិយាកាសជិតស្និទ្ធបង្កើនការជែកគ្នានិងភាពកក់ក្ដៅក្នុងគ្រួសារដែលការអង្គុយលើកៅអីដាច់ពីគ្នាពិបាកនឹងធ្វើបាន4អនាម័យនិងវិន័យតាមប្រពៃណីឥណ្ឌាមុននឹងអង្គុយញ៉ាំអាហារគេត្រូវបោសសម្អាតឥដ្ឋឲ្យស្អាតជានិច្ចជារឿយគេប្រើស្លឹកចេកធ្វើជាចានដែលជាវិធីសាស្ត្រធម្មជាតិបរិសុទ្ធនិងគ្មានសារធាតុគីមីចំណាំទោះបីជាបច្ចុប្បន្នគ្រួសារនៅតាមទីក្រុងទំនើបប្រើប្រាស់តុបាយក៏ដោយក៏ក្នុងពិធីបុណ្យសាសនាឬក្នុងវត្តអារាមនានាពួកគេនៅតែរក្សាទំនៀមទម្លាប់អង្គុយលើឥដ្ឋនេះយ៉ាងខ្ជាប់ខ្ជួន